ថ្ងៃទី16 ខែសីហាឆ្នាំ2022ក្រុមការងារចម្រុះរដ្ឋបាលខេត្តព្រះសីហនុបានចុះទៅអប់រំណែនាំឲ្យបងប្អូនប្រជាពលរដ្ឋរុះរើខ្ទមខុសច្បាប់ដែលបានសាងសង់នៅលើទីតាំងដីកម្មសិទ្ធិឯកជនរបស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនៅក្នុងប្រតិបត្តិការនេះមានប្រជាពលរដ្ឋមួយចំនួនបានស្ម័គ្រចិត្តប្រគល់ដីជូនម្ចាស់កម្មសិទ្ធិវិញនិងធ្វើកិច្ចសន្យាចាក់ចេញពីទីតាំងដោយឡែកប្រជាពលរដ្ឋមួយចំនួនទៀតប្រដាប់ទៅដោយកាំបិតចំពាមកៅស៊ូដុំថ្មនិងដបប្រេងសាំងបានចេញមុខតវ៉ារហូតដល់ប្រើប្រាស់អំពើហិង្សាលើក្រុមការងារចម្រុះខេត្តដែលឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យចំនួន4នាក់ដើម្បីយកមកសួរចម្លើយនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្ទឹងហៅជនសង្ស័យទាំង4នាក់នោះមានឈ្មោះទេពសារាហៅក្រៅថាទេពម៉ៅឈិនបូនីសេងមករានិងខួនតារាតាមចម្លើយសារភាពរបស់ជនទាំង4បានឲ្យដឹងថាការសាងសង់ខ្ទមខុសច្បាប់នៅក្នុងទីតាំងខាងលើគឺជាការរៀបចំដោយមានមេខ្លោងនៅពីខាងក្រោយបោកបញ្ឆោតប្រជាពលរដ្ឋឲ្យចូលមកទិញដីនិងចែកដីក្នុងទីតាំងរបស់ក្រុមហ៊ុនឯកជននិងបានយកប្រជាពលរដ្ឋធ្វើជាខែលបច្ចុប្បន្ននេះសមត្ថកិច្ចខេត្តព្រះសីហនុបានកំណត់មុខសញ្ញាមេខ្លោងបានមួយចំនួនហើយជាមួយគ្នានេះជនសង្ស័យទាំង4នាក់បានទទួលស្គាល់កំហុសរបស់ខ្លួននិងបានអំពាវនាវឲ្យប្រជាពលរដ្ឋផ្សេងទៀតដែលបានចាញ់បោកការញុះញង់របស់មេខ្យល់សូមឲ្យរុះរើខ្ទមរបស់ខ្លួនដោយស្ម័គ្រចិត្តនិងចាក់ចេញពីទីតាំងដីកម្មសិទ្ធិឯកជនតាមការណែនាំរបស់អាជ្ញាធរខេត្តដើម្បីបញ្ជាការប្រឈមមុខចំពោះផ្លូវច្បាប់សូមបញ្ជាក់ថាសំណង់មិនរៀបរយទាំងនេះគឺភាគច្រើនចាប់ផ្ដើមសាងសង់នៅដើមឆ្នាំ2022និងមានការកើនឡើងនៅក្នុងកំឡុងពេលយុទ្ធនាការឃោសនាក្រុមប្រឹក្សាឃុំសង្កាត់នាពេលកន្លងមកហើយរដ្ឋបាលខេត្តបានអប់រំឲ្យប្រជាពលរដ្ឋទាំងនោះរុះរើខ្ទមរបស់ពួកគេចេញម្ដងរួចមកហើយកាលពីថ្ងៃទី27ខែមេសាឆ្នាំ2022